បាទនៅក្នុងវីដេអូនេះខ្ញុំមកបរៀនបងប្អូនគ្នាអំពីរបៀបក្នុងការយើងសេរីល្បឿន auto click អញ្ចឹងឲ្យជំហានដំបូងបងប្អូនគ្នាត្រូវទៅឡើងកម្មវិធីវាសិនអញ្ចឹងនៅលើកុំព្យូទ័រអញ្ចឹងសម្រាប់អ្នកដែលយកទៅប្រើមួយទូរស័ព្ទគឺវាអត់មានកម្មវិធីសម្រាប់សេរីល្បឿន auto click ដូចកុំព្យូទ័រទេហ្នឹងហើយអញ្ចឹងនេះខ្ញុំបង្ហាញតែសម្រាប់អ្នកដែលប្រើមួយកុំព្យូទ័រទេអញ្ចឹងជំហានទី1ដើម្បីយើងអាចសេរី auto click បានគឺយើងត្រូវទៅឡើងកម្មវិធីវានេះកម្មវិធីដែលខ្ញុំបានទៅឡើងហើយនៅលើកុំព្យូទ័រខ្ញុំអូខេអញ្ចឹងហើយបន្តមកបងប្អូនគ្នាចូលមកកន្លែង DPI នេះចូលមកកន្លែង DPI ហ្នឹងចូលមកកន្លែង DPI ហ្នឹងអញ្ចឹងបងប្អូនគ្នាមកមើលកន្លែងនេះ double click speed អូខេអញ្ចឹងដល់ពេលណាយើងត្រេកអស់មានន័យថាគឺយើង set ឲ្យម៉ៅហ្នឹងគឺ auto click គឺលឿនបំផុតហ្នឹងហើយអញ្ចឹង auto click លឿនបំផុតគឺ52 click ក្នុង1វិនាទីអញ្ចឹងបើសិនជាបងប្អូនគ្នាអូសឡើងបន្តិចគឺ auto click គឺវាកាន់តែថយតាមហ្នឹងហើយពី52មក40ឬក៏30អីចឹងទៅអាហ្នឹងតាមបងប្អូនគ្នាតេស្តអូខេអញ្ចឹងដល់ពេលណាបងប្អូនគ្នាសេរីឲ្យអស់ហើយបងប្អូនគ្នាចុចកន្លែង save នេះចុចកន្លែង save នឹងមកបាច់មកគឺវាកាំងមកសន្ទុះសិនវាកាំងមកសន្ទុះសិនហើយបងប្អូនគ្នាមកមើលកន្លែងនេះកាំងរហូតដល់បាត់អាផ្ទាំងខ្មៅហ្នឹងបានយើងអាចប្រើមក auto click នឹងបានអញ្ចឹងឥឡូវខ្ញុំទៅតេស្ត auto click បន្តិចចង់ដឹងថានៅពេលណាខ្ញុំដាក់24 30ហ្នឹងគឺ click បានប្រហែលដងក្នុង1វិនាទីអូខេចាឥឡូវខ្ញុំចូលមកដល់ website នេះហើយអញ្ចឹងឥឡូវខ្ញុំសាកហ្នឹងហើយអូខេតើហើយនេះអញ្ចឹងខ្ញុំ set មិញខ្ញុំ set 24 លើ 300អញ្ចឹងមានន័យថាក្នុងវិនាទីគឺខ្ញុំ click បាន20ដងនេះ1វិនាទីគឺខ្ញុំ auto click បាន20ដងអូខេអញ្ចឹងឥឡូវខ្ញុំសាកម្ដងទៀតនេះអញ្ចឹងខ្ញុំសាកបន្ថយមកសល់ត្រឹមអស់ហ្មងទៅថយអស់ត្រឹមបានត្រឹមតែ8ទេ8លើ300អូខេអញ្ចឹងដល់ពេលណាយើងសេរីហើយគឺយើងចុចកន្លែងនេះមកអញ្ចឹងវាគាំងមកសន្ទុះសិនតបាត់អាផ្ទាំងខៀវនេះបានមកនឹងដើរអូខេនេះឲ្យចេញបែបហ្នឹងមកគឺមកនឹងយើងចាប់ផ្ដើម auto click បានហើយអូខេអញ្ចឹង1 2 3នេះតើគឺលឿនមែនតើអូបានរហូតដល់55 click ក្នុង1វិនាទីហ្នឹងហើយអញ្ចឹងអានេះគឺលឿនមែនតើអញ្ចឹងគឺវាល្អមែនតើសម្រាប់អ្នកដែលយកទៅលេងហ្គេមដែលត្រូវការប្រភេទ auto click ចុចលឿនខ្លាំងមែនតើណានេះអាចប្រើមកនេះបានហ្នឹងហើយអូខេអញ្ចឹងខ្ញុំបញ្ជាក់តិចបើសិនជាបងប្អូនគ្នាយកទៅលេងហ្គេមអាហ្នឹងបងប្អូនគ្នាយើងបញ្ជាក់តិចដោយសារនេះវាជា auto click ហើយគឺវាលឿនមែនតើអញ្ចឹងគេអាចនឹង detect ថាយើងលេង hack ឬក៏យើងលេងអីចឹងទៅអញ្ចឹងបើសិនជាបងប្អូនគ្នាយកទៅប្រើអាហ្នឹងគឺប្រើដោយការទំនួលខុសត្រូវខ្លួនឯងទៅហ្នឹងហើយគឺនេះខ្ញុំគ្រាន់តែមកប្រាប់ពីវិធីយើងកែទេខ្លាចលេងទៅគេលោកគេថាយើងលេង hack លេងអីចឹងណានេះអូខេវាលឿនមែនតើអញ្ចឹងគេអាច detect ថាយើងលេង hack ឬក៏យើងលេងអីចឹងទៅអញ្ចឹងបងប្អូនគ្នាយកទៅប្រើដោយទំនួលខុសត្រូវខ្លួនឯងអូខេអញ្ចឹងកន្លែងនេះកន្លែងសេរី DPI control ហ្នឹងហើយអញ្ចឹងវាមានទាំងអស់រហូតដល់6កម្រិតអញ្ចឹងខ្ញុំប្រើកម្រិតមួយណាក៏បានដែរអញ្ចឹងអានេះ polling rate អញ្ចឹងpolling rate ហ្នឹងគឺសម្រាប់អ្នកដែលលេងហ្គេមប្រភេទបាញ់គ្នាលើកុំព្យូទ័រច្បាស់ជាយល់ថាត្រូវការប៉ុន្មានអីល្អហ្នឹងតាមហ្នឹងទៅហ្នឹងហើយអញ្ចឹងម៉ៅនេះគឺវាខ្លាំងបំផុតបានតែ1000 Hz ក្នុង1វិនាទីនេះអូខេអញ្ចឹងនេះម៉ៅ sensitive អានឹងល្បឿនម៉ៅដូចយើងសេរី DPI ដូចយើងសេរីអីចឹងណាហើយដល់ពេលយើងមកកន្លែង LED នេះយើងមកកន្លែង LED នេះយើងអាចសេរី mode ភ្លើងរបស់ LED ម៉ៅយើងបាននេះគឺវាមានភ្លើងច្រើន mode មែនតើហ្នឹងយើងសេរីតាមហ្នឹងទៅយើងមើលតាមហ្នឹងទៅហើយវាមានមុខងារ macro នេះ macro គឺខ្ញុំអត់សូវចេះប្រើទេអាហ្នឹងបងប្អូនគ្នាអាចយកទៅរៀនប្រើខ្លួនឯងបានអូខេហើយអាកន្លែងយើងចូលមកកន្លែងប៊ូតុងនេះគឺយើងអាចសេរីយើងចង់ដាក់ប៊ូតុងលេខ6ចាច់ចេញអីប៊ូតុងអីគឺយើងអាចសេរីបាននេះ back forward ឬក៏យើងចង់សេរីវាចេញជាអីហ្នឹងនេះយើងគ្រាន់តែចុចកន្លែងហ្នឹងមកហើយយើងសេរីទៅយើងចង់ set អាប៊ូតុងទី4អាប៊ូតុងkiaនេះប៊ូតុងkiaហ្នឹងចង់ចុចទៅចេញអីគឺអាចសេរីមកកន្លែងហ្នឹងបានពេលយើងសេរីហើយយើងចុច save ទៅវាគាំងមកសន្ទុះសិនហើយបើយើងអាចប្រើបានអូខេអញ្ចឹងនេះកម្មវិធីវាអញ្ចឹងពេលគ្នាយើងទិញម៉ៅនេះទៅចាំខ្ញុំផ្ញើកម្មវិធីហ្នឹងតាម Telegram ឲ្យបងប្អូនគ្នាតឡើងនៅលើកុំព្យូទ័របងប្អូនគ្នារៀងខ្លួនអញ្ចឹងបើសិនជាបងប្អូនគ្នាត្រូវការអាចឆាតចូល TikTok ហើយនឹង Telegram ខាងលើនេះបានអញ្ចឹងម៉ៅហ្នឹងគឺខ្ញុំមានពីរពណ៌ពណ៌ខ្មៅហើយនិងពណ៌សនេះពណ៌សហ្នឹងហើយពណ៌សគេនេះដូចនៅក្នុងរូបអញ្ចឹងពណ៌សអូខេគឺស្អាតមែនតើអូខេអញ្ចឹងពេលគ្នាយើងទិញគឺខ្ញុំថែមកម្រាលមកឲ្យមួយទាំងអស់អូខេហើយតម្លៃវាតែ$13ទេហើយបើសិនជាបងប្អូនគ្នាត្រូវការអាចឆាតចូល TikTok ហើយនិង Telegram ខាងលើនេះបានបាទអរគុណច្រើនបងប្អូនគ្នាជំរាបលា